អញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពី function បន្តទៀតយើងនិយាយអំពី asynchronous function តោះអញ្ចឹងយើងបើកកម្មវិធី Visual Studio Code យើងហើយចូលទៅ file open folder ហើយ select folder ដែលជា project របស់យើងខ្ញុំចូលទៅដាក់ programming language គឺ click លើនឹងឲ្យហើយមួយមកហើយបន្តមកទៀតគឺ select folder ខ្ញុំចុចលើ select 2នេះគឺខាងផ្នែក explorer បន្តមកចុចទៅលើกระดาษមួយហើយមានសញ្ញាបូនេះគឺ new file ហើយយើងឲ្យឈ្មោះថា example16.dat តមកចុច enter ហើយបន្តមកយើងវាយ main ហើយ enter បែបនេះបាទអញ្ចឹងឥឡូវខ្ញុំមានdata មួយអូខេបាទហៅថា data តែយើងអត់ទាន់ initialize ទេគឺ variable អូខេ data យើងបកនេះគឺ non null data អញ្ចឹងគឺយើងត្រូវតែinitialize វាបើអត់ទាន់ initialize ប្រកាសប្រាប់មកថា let បន្តិចអូខេអញ្ចឹងគឺ data យើងប៉ុណ្ណាឥឡូវយើងមើលចាប់ផ្ដើមកម្មវិធីរបស់យើងខ្ញុំព្រីននៅ prompt message មួយថា program started អូខេប៉ុណ្ណឹងចុះហើយបន្តមកទៀតគឺយើង data របស់យើងគឺស្មើនឹងយើង fetch data មកពីណាមួយអូខេ fetch data អាចពី API ឬក៏អីអញ្ចឹងចុះអូខេ fetch data តែការ fetch data របស់យើងគឺមិនមែន call ភ្លាមបានភ្លាមទេពេលខ្លះដោយសារ internet យឺតឬក៏ server ខាងនោះគឺថា response រឿងយឺតអីអញ្ចឹងទៅអញ្ចឹងត្រូវរងចាំសិនរងចាំយើងអាចនៅឃើញជាភាសាអង់គ្លេសថា await អញ្ចឹងអានគមរបស់យើងត្រូវប្រកាសជា asynchronous function អញ្ចឹងនៅក្នុងនេះគឺយើងត្រូវវាយពាក្យថា asynchronous ណានៅចន្លោះពី signature របស់អានុគមយើងគឺខាងផ្នែកបញ្ចប់ parameter នេះហើយនឹង block body នេះអញ្ចឹងនៅចន្លោះនេះយើងប្រើពាក្យ asyn យើងអាចប្រើ await keyword នៅចន្លោះនេះមួយ await អូខេតែលើដើម្បីកុំឲ្យសំញ៉ាំច្រើន data ដែល fetch មកពីមកពី server ឬក៏ repository ណាមួយហ្នឹងយើងមិនបាច់ប្រើពិតប្រាកដទេយើងអាច simulate បង្កើតទៅជាអានុគមមួយដែល return តម្លៃរៀងយឺតអាច1ឬ2វិនាទីអីទៅ return តម្លៃហ្នឹងមកអញ្ចឹងគឺយើងបង្កើតជាអានុគមមួយបាទអញ្ចឹងអានុគមហ្នឹងគឺទាមទារ return តម្លៃអញ្ចឹងគឺយើងត្រូវ return ជា double ទៅទីហៅថាខ្ញុំប្រកាសអានុគមមួយគឺ fetch data នេះអូខេដែលខ្ញុំអត់ចាំបាច់បញ្ចេញបញ្ចូលតម្លៃទេហើយយើង return ទី0.0អញ្ចឹងចុះអូខេតែបើយើងអញ្ចឹងគឺអត់មានចាំទេគឺហាមកប្រើបានតែម្ដងអញ្ចឹងយើងមិនចាំបាច់ប្រើ await មិនរងចាំអីទេខ្ញុំចង់ delay មុននឹង return ហ្នឹងយើង delay វារយៈពេលប្រហែលអីប្រហែលអញ្ចឹងទៅតោះអញ្ចឹងគឺដើម្បីឲ្យនេះបានអញ្ចឹងយើងដាក់កន្លែងនេះ async ណាតែដល់ពេល async អញ្ចឹងវារងចាំអញ្ចឹងតម្លៃរបស់យើងហ្នឹងគឺទទួលបាននាពេលអនាគតមិនមែនសួរភ្លាមគឺបានភ្លាមទេត្រូវរងចាំ1ឬ2វិនាទីចឹងចឹងយើងមិនអាច return ជា double អញ្ចឹងទេអញ្ចឹងគឺ double ហ្នឹងក៏នៅក្នុងអនាគតដែរអញ្ចឹងគឺប្រើ keyword ពិសេសមួយគឺ future អូខេ future អីគេ future double បាទអញ្ចឹងនឹងនៅអនាគតនឹងចេញជា double តែពេល half fetch ភ្លាមអត់ទេត្រូវរងចាំសិនតិចទៀតបញ្ចេញមកមានន័យអញ្ចឹងណាបាទអញ្ចឹងគឺយើងមើល signature របស់វាគឺ future double និង return ចេញជា double អូខេពីអានុគម fetch data ហ្នឹងអញ្ចឹងយើងត្រូវការ async អញ្ចឹងយើងត្រូវការ await អូខេ await អីមួយអញ្ចឹងទៅគេហៅថាឥឡូវយើង print process started អូខេចាប់ផ្ដើមណាគឺយើងចាប់ផ្ដើមហើយអូខេ process started អីចឹងទៅបាទអញ្ចឹងប៉ុន្តែដល់ពេល start ហើយយើងត្រូវរងចាំខ្លះអញ្ចឹងគឺយើងអាច await ខ្ញុំប្រើអានុគម built in មួយគឺឈ្មោះថា future dot delay គឺយើង delay សិនរងចាំការ delay ហ្នឹងសិន delay គឺតម្រូវឲ្យយើងបញ្ចូលទៅគេខ្ញុំមើលសិនគឺបញ្ចូលជា duration យ៉ាងចឹងដាក់ថា duration នៅក្នុងនេះអូខេ duration ហ្នឹងជាអីគេជា second អញ្ចឹងចុះអូខេ wait ខ្ញុំមើលសិន duration យើងដាក់យ៉ាងចុះហើយជា second ចុះខ្ញុំថា2 second ចុះកុំឲ្យចាំយូរពេកប៉ុណ្ណឹងចុះហើយបើយើងមិនអញ្ចឹងទេអាចបង្កើតនៅ duration object មួយអញ្ចឹង duration
duration គឺស្មើនឹង duration អូខេបាទចាបន្តមកយើងអាចដាក់ second ចេះយើងដាក់ពេលចេះតបមកទៀតគឺយើងកន្លែង delay នេះយើងចាំបាច់ដាក់អញ្ចឹងនេះយើងដាក់ duration object នេះតែម្ដងក៏បានក្នុងខណ្ឌដែលយើងចង់ដាក់លក្ខណៈឆ្លាស់ដាច់តម្លៃពីគ្នាអូខេចឹងយើងរងចាំ2សកុងបន្ទាប់មកទៅយើងអាចធ្វើការងារខាងក្រៅនេះបានអញ្ចឹងយើងអាច print ថាafter 2 second second the data is affected is return nàyយ៉ាងចុះអូខេនេះទៀនមួយអញ្ចឹងគឺមិនហ្នឹងអញ្ចឹង return នេះគេគឺ return data របស់យើងបញ្ចង់តម្លៃឲ្យគេអញ្ចឹងទីហោថាចេញលេខ3.14 អញ្ចឹងចុះអូខេតែតម្លៃហ្នឹងក៏ជាអនាគតដែរអញ្ចឹងគឺយើងប្រើ future ហើយ dot value ហើយ value យើងដាក់មកគឺ3.14អូខេត្រូវជាប្រភេទ double ណាអូខេអញ្ចឹងយើងប្រើ keyword future ហ្នឹងដូចគ្នា future dot value ពួកយើង return value ជាប្រភេទ double តោះអញ្ចឹងគឺ make sense សម្រាប់យើងហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងអាចថា program យើងគឺបានបញ្ចប់នឹង print ណាអូខេ print ថា program អូខេ program finish អូខេឬក៏ is finish យ៉ាងចាចឹងនេះដាក់ is started អីដូចគ្នាចាអូខេនេះគឺ process is started យ៉ាងដូចគ្នាចាអូខេអញ្ចឹងយើងមើល logic ម្ដងទៀតដំបូងឡើយគឺយើងមាន double data ដែលនឹងត្រូវ assign នៅពេលណាមួយនឹងក្រោមខ្ញុំ print នៅ promise ថាកម្មវិធីយើងចាប់ផ្ដើមហើយតែ data យើងត្រូវទទួលចេញពី server ឬក៏អីណាមួយដែល LED យើងមិនសួរភ្លាមបានភ្លាមទេត្រូវរងចាំវា internet connection ត្រូវឆ្លង server ទៅ server មួយទៅអីហោហាហ្នឹងត្រូវការពេលវេលាយើងត្រូវរងចាំព្រោះយើងអត់ចង់បានទៅនេះហើយ print អានេះហើយបញ្ចេញលទ្ធផលមកក្រោយអញ្ចឹងទេអូខេអញ្ចឹងគឺយើងត្រូវការ await keyword អញ្ចឹង function នឹងត្រូវតែជា asynchronous function ដែល asynchronous keyword ហ្នឹងគឺដាក់នៅចន្លោះ parameter ហើយនឹង body របស់យើងនេះអូខេអញ្ចឹងគឺបន្តមកទៀតពេលទទួលបានតម្លៃហើយគឺយើងprint តម្លៃហ្នឹងក៏បានដែរយើង print មើលតម្លៃអូខេយើងអាច print តម្លៃហ្នឹងយើងថា the data is អូខេអញ្ចឹងយើងអាចដាក់មកសញ្ញាភាគរយចេះមកដើម្បី interpolate អូខេបន្តមកទៀតគឺយើងថា program is finished តោះអញ្ចឹងគឺពេល fetch ហ្នឹងក៏យើងមានជា prompt message ដែរពេលចាប់ដើម fetch គឺយើង print message នេះសិនហើយបន្តមកគឺយើងមាននៅ duration 2វិនាទីនេះអញ្ចឹងយើងត្រូវរងចាំ2វិនាទីហើយបន្តមកទៅ print នៅ message នេះមួយទៀតហើយបន្តមកទទួលបានតម្លៃហើយបន្តមកបញ្ចូលមកដល់ការងារយើងបន្តនេះឥឡូវយើងចុច run មកចុច Ctrl J ដើម្បីមើលលទ្ធផលចឹងនេះបកចឹងរងចាំតិច after 2 second គឺ the data is return ចឹងបើយើងដាក់ច្រើន second ទៅយ៉ាងទៀតទីហោណាយើងដាក់5 second ចុះកន្លែងនេះបដូរដាក់លេខ5វិញណាបាទតោះអញ្ចឹងលើយើង run ម្ដងទៀតខ្ញុំចុច Ctrl J មើលឃើញហើយខ្ញុំ clear ចោលហើយចុចលើប៊ូតុង debug ឬក៏ run នេះចាំកន្លែងហ្នឹង process is started ប៉ុន្តែរងចាំហើយ5 second អូខេបន្តមកគឺទៅចាញ់តែខ្ញុំអត់បានដូរពាក្យនេះទៅជា5អញ្ចឹងគឺចាញ់លេខ2ហ្នឹងអូខេអញ្ចឹងកន្លែងនេះគឺយើងបានបញ្ចប់ហើយខ្ញុំបន្តទៅ2វិញកុំឲ្យចាំយូរពេកគឺយើងតាក់ទងទៅជាមួយនឹង asynchronous function តែយើងនៅមានភាពបន្តទៀតឥឡូវយើងបញ្ចប់តាមប៉ុណ្្នឹងមួយសិន